ឃ្លាតកាយឆ្ងាយជាតិនឹកញាតនឹកស្រែនឹកដល់ម្ហូបខ្មែរម៉ែធ្លាប់ស្លដាំរសឆ្ងាញ់ពិសាជួបជុំគ្នាញ៉ាំចិនដាចងចាំគ្មានថ្ងៃភ្លេចឡើយសូមគោរពដល់លោកយាយលោកតាពុកម៉ែមាមីងបងប្អូននិងកូនក្មួយទាំងអស់ជាទីគោរពខ្ញុំបាទយូកឹមសៀសូមធ្វើការរៀបរាប់អំពីម្ហូបខ្មែរដែលជាម្ហូបដ៏ឆ្ងាញ់ពិសាសម្រាប់ជាតិសាសន៍ខ្មែរយើងចម្អិនតាមរបៀបខ្មែរដែលមានលក្ខណៈពិសេសប្លែកខុសពីជាតិសាសន៍ដទៃហើយរហូតមកដល់សព្វថ្ងៃនេះម្ហូបខ្មែរបានទទួលការកោតសរសើរថាមានរសជាតិឆ្ងាញ់ដែលធ្វើឲ្យកូនខ្មែរគ្រប់រូបមិនថានៅក្នុងស្រុកទោះជាទៅនៅដល់ទីណាក៏ដោយក៏តែងតែនឹកចង់ភ្លក់រសជាតិម្ហូបខ្មែរជានិច្ចជាពិសេសគឺជនជាតិបរទេសក៏គេកោតសរសើរអំពីរសជាតិម្ហូបខ្មែរយើងដែរដូច្នេះដើម្បីឲ្យបានជ្រាបច្បាស់ថាម្ហូបខ្មែរមានម្ហូបអ្វីខ្លះនិងមានរូបភាពដូចម្ដេចនោះខ្ញុំបាទសូមធ្វើការអត្ថាធិប្បាយតាមឃ្លានៃពាក្យកំណាព្យនិងតាមរូបភាពជូនអស់លោកស្រីនិងបងប្អូនជនរួមជាតិខ្មែរទាំងអស់បានសន្តាប់និងទស្សនាដូចតទៅខ្ញុំសូមតែងកាបកំណាព្យស្រុកស្រែស្ដីពីម្ហូបខ្មែរម៉ែធ្លាប់ស្លដាំកកប្រហើប្រហុកចិញ្ច្រាំកាពិផ្អកម៉ាំអន្លក់ទឹកគ្រឿងត្រីអាំងត្រីចៀនមានទាំងស្វាយខ្ចីចំហុយពងត្រីបង្កងអ្នកលឿងប្រហិតបំពងអន្ទង់ទ្រង់គ្រឿងសុទ្ធមាន់ពណ៌លឿងចៀនជូនយ៉ាងឆ្ងាញ់បុកល្ហុងម្ទេសហឹរលាយនឹងប្រហុកដៃលូកមាត់ចុកចៀនអាំងត្រីក្រាញ់កកឆ្នាំងដីដាក់ផ្កាអង្កាញ់លន់មាត់ថាឆ្ងាញ់នឹងញ័រពងត្រីឆាផ្លូវកង្កែបអែបពងអង្ក្រងឆ្ងាញ់ភ្លេចប្អូនបងលូកឡើងញាប់ដៃញ័រពងកំពីងស្ងោរលីងឆាខ្ញីឆ្នាំងភ្លើងខត្រីនិងពងទាអាំងស្លម្ជូរក្បាលត្រីខ្ចីត្រួយអំពិលថែមម្ទេសហឹរត្រីឆ្អើរក្រសាំងប្រហើរវល្លិយាវស្លឹកគ្រៃទំពាំងទឹកគ្រឿងត្រួយរាំងប្រហុកត្រីឆៅម្ជូរយួនម្ជូរខ្មែរញ័រកំពឹសភ្លាបាញ់ឆែវបាយឆាមានកាពិផៅម្ជូរគ្រឿងចាប់ឆាយស្លក្តៅចៀនឆាម្រះព្រៅសណ្ដែកគួរបុកសាច់តាប់មាន់ដុតគួរឲ្យចង់ឆៃស្ងោរត្រីដំរីផ្អកឡាបអាម៉ុកបំពងខ្ទឹមសក្លិនឈ្ងុយពេញស្រុកល្ងសលីងបុកចៀនប្រហិតត្រីលាយនំបញ្ចុកសម្លណាំយ៉ាស្លម្សៅត្រីប្រាឆ្ងាញ់ខាងស្រកីត្រីព្រួលកុំភ្លេចពាក្យចាស់បានស្ដីប្រាឆ្ងាញ់ស្រកីព្រួលឆ្ងាញ់ស្រកាចៀនជួនត្រីប្រៃបុកអំពិលខ្ចីផ្អកគល់ស្លឹកគ្រៃចិញ្ច្រាំត្រីប្រមាស្ងោរជ្រក់ត្រីរស់រសឆ្ងាញ់ពិសាពងមាន់ពងទាណែមជូរសាច់គោទាទឹមមីសួរថែមពងទាប្រៃតាយ៉ជ្រូកខ្វៃដុតដីត្រីឆ្ដោខួហុងបុកមកកាក់លាក់ជ្រក់ផ្កាស្នោសាច់ក្រកខគោនិងមីបំពងត្រីងៀតត្រីឆ្អើរម្ហូបទុកបានយូរងៀតឆ្លុះងៀតគោយូរហឺទៀតផងត្រី
ជូរត្រីប្រៃបង្គាបង្កងងៀតពោះដោតចងទុកពេលដែលអត់ម្ហូបមានច្រើនទៀតដែលខ្មែរយើងចេះតែខ្ញុំមិនខ្មេះចេះមិនប្រកាសខ្វះខាតជួយថែមជួយចាជួយកត់ទុកជាកំណត់តរៀងទៅអើយខ្ញុំបាទសូមខន្តីអភ័យទោសនៅរាល់កំហុសខុសឆ្គងដោយប្រការណាមួយសូមអរគុណពីខ្ញុំបាទយូកឹមសៀ